ពីថ្ងៃណាដែរបាទខ្ញុំបានដល់ទៅរបួសទី12ខែ11 2013មុខសឹងជ័យនៅដែលកន្លែងដែលត្រូវហ្នឹងកន្លែងណាខ្លះតែត្រូវទៅខាងកន្លែងពោះនេះខាងឆ្វេងមកកន្លែងហើយទៅជំនីខាងឆ្វេងមកកន្លែងបាទទៅពីកន្លែងនេះហើយដោយសារក្របដែលត្រូវនេះធ្វើឲ្យងាប់ជើងហ៎ក្របខាងទៅខាងកណ្ដេញវាបាញ់ទៅចំកងទី5ធ្វើដាច់វាបាច់សរសៃនេះបែកឆ្អឹងចុះហើយប្រព័ន្ធ2ពីគូក្បាលមកហ្នឹងវាចំសរសៃនេះវាដាច់អស់ចឹងហើយមកប្រព័ន្ធក្រុមធ្វើមកទាំងអស់បាទហើយអានេះឆ្នាំដែលគេវះយកក្របនេះឆ្នាំគេវះនៅបេតស៊ីគេវះនៅលៀងក្របនេះក្របខ្សោះបាញ់ទៅវាទ្រុសអំពេញបែកគេវាដែរហើយក្រោយនេះខាងក្រោយបានគេគឺយកពីក្រោយនេះហើយនេះវះនៅវៀតណាមទៀតបានតទៅវិញទៅនេះវៀតណាមពុយហ្នឹងហើយនេះស្នាមដែលវាត្រូវមកជាប់នឹងនេះខាងក្រោយហ្នឹងណាកន្លែងវះគឺយកគ្រាប់ត្រូវកឡនទី5ណាឆ្អឹងទី5ណាចំឆ្អឹងកងទី5កងទី5ថាខូចខ្សែត្រូវស្លាប់តាមហ្នឹងហើយនេះហើយជាឈ្មោះអីផ្លេចសួរឈ្មោះពឿនចាន់ពឿនចាន់បាទពឿនចាន់នេះគ្នាត្រូវរងរបួសបងប្អូនឃើញហើយគឺរបួសនៅថ្ងៃទី12ខែ11ឆ្នាំ2013មុខគឹងមន្ជ័យនេះជាបច្ចេកទេសជួយទេដែលបានមកពីបងប្អូនយើងនៅទីក្រុងម៉ុងរ៉េអាល់កាណាដាគេបានធ្វើបន់ឧទ្ទិសកុសលបួងសួងដល់អ្នកស្លាប់ហើយបច្ច័យដែលបានមកយកមកជូនអ្នករស់ហ្នឹងគឺអ្នករស់ដែលរងរបួសហ្នឹងដូច្នេះគឺកុសលផលបន់ទាំងអស់ដែលបានពីបងប្អូនហ្នឹងគឺគេធ្វើដើម្បីឲ្យបានទាំងកុសលផ្នែកផ្លូវចិត្តហើយសម្ភារៈនេះណាយកមកជូនមួយណាបាទអរគុណដល់បងប្អូននៅប្រទេសកាណាដាដែលបានជួយជាឆ្នាំនិងជាថវិកាសម្រាប់គ្រប់ខ្ញុំបាទជាជនរងគ្រោះនេះសូមឲ្យបងប្អូននៅក្រៅប្រទេសនេះរកស៊ីមានបានប្រកបមុខរបរជួបជុំហើយសុខភាពល្អសូមអរគុណដល់បងប្អូនដែលចេះឆ្លាញ់ខ្មែរនៅក្នុងស្រុកព្រោះបងប្អូននៅក្រៅក៏បងប្អូននៅតែមានទឹកចិត្តឆ្លាញ់ខ្មែរបានជួយជាថវិកាដល់អ្នកជនរងគ្រោះទាំងកន្លងមកគ្រប់ដែលសមត្ថកិច្ចបានក្រាបនេះបាទនេះហើយជាសភាពជាក់ស្ដែងដែលបងប្អូនយើងនៅខាងក្រៅក៏អត់មានបង្ើយកន្តើយទេឃើញថាបងប្អូនមានទឹកចិត្តបងប្អូននៅក្រៅប្រទេសដែលជាអ្នកគ្រប់គ្រងអ្នកស្នេហាជាតិហ្នឹងជាពិសេសគ្រប់គ្រងគណៈបព្វសង្គ្រោះជាតិដែលកំពុងជួយសង្គ្រោះជាតិខ្មែរយើងហ្នឹងគឺថាខិតខំទៅតាមសមត្ថភាពតាមលទ្ធភាពដែលខ្លួនធ្វើបានស្អីដែលអាចខ្លួនធ្វើបានគឺថាខំរកលុយដើម្បីជួយឧបត្ថម្ភមកគណៈបកដើម្បីជួយរំដោះជាតិយើងប៉ុន្តែមានដូចករណីជាក្មួយនេះដែលគ្នារងរបួសហើយឥឡូវនេះដល់ថ្នាក់ពិការជើងបងប្អូនក៏មានជំនួយកន្តើយគឺផ្ញើថវិកាមកជួយឧបត្ថម្ភតទៅទៀតនេះគឺជាបុណ្យកុសលរបស់បងប្អូនយើងហើយសូមប្រាថ្នាបញ្ជាបង្រៀងនៅអំពើអមនុស្សធម៌ទាំងនេះហើយនឹងសូមឲ្យកុសលផលបុណ្យទាំងឡាយដែលកើតមានមកពីចិត្តមេត្តាករុណារបស់បងប្អូនទូទាំងពិភពលោកហ្នឹងគឺសូមឲ្យកម្លាំងចិត្តទាំងអស់ហ្នឹងកើតមានដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាហើយពិសេសដល់ក្មួយនេះសូមឲ្យមានកម្លាំងចិត្តអាចកម្រើកជើងបានអាចដើរបានឡើងវិញណាសូមអរគុណ